ឯកឧត្តមសុកលូអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលស្ដារឡើងវិញផ្លូវលេខ540និងស្ថាបនាលូមូលកាត់ទទឹងផ្លូវស្ថិតក្នុងសង្កាត់អូចានិងសង្កាត់ចំការសំរោងក្រុងបាត់ដំបងនៅថ្ងៃទី18ខែមីនាឆ្នាំ2026ឯកឧត្តមសុកលូអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលស្ដារឡើងវិញផ្លូវលេខ540ដោយជួសជុលពង្រីកតួផ្លូវក្រាលកៅស៊ូ DBST ប្រវែង3200ម៉ែត្រទទឹង10ម៉ែត្រនិងស្ថាបនាលូមូលកាត់ទទឹងផ្លូវចំនួន4កន្លែងស្ថិតក្នុងសង្កាត់អូចានិងសង្កាត់ចំការសំរោងក្រុងបាត់ដំបងមានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមសុកលូថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានសហការចូលរួមរុះរើសំណង់ផ្សេងៗដែលសង់រំលោភលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋដើម្បីបើកផ្លូវឲ្យបានធំទូលាយបង្កលក្ខណៈឲ្យរដ្ឋបានជួសជុលឡើងវិញបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋក៏ដូចជាលើកកម្ពស់សោភ័ណភាពក្រុងបាត់ដំបងឯកឧត្តមក្រានរំលឹកដល់អាជ្ញាធរក្រុងសង្កាត់ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការរំដោះដីចំណីផ្លូវរុះរើសំយ៉ាបនិងសំណង់ផ្សេងៗដែលសង់រំលោភលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋឯកឧត្តមរំលេចអំពីចក្ខុវិស័យរៀបចំក្រុងបាត់ដំបងឲ្យទៅជាទីក្រុងវៃឆ្លាតស្មាតស្អាតបៃតងនិងអាចដើរបានដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការរស់នៅរបស់ប្រជាពលរដ្ឋនិងបង្កើនការទាក់ទាញភ្ញៀវទេសចរឯកឧត្តមអភិបាលខេត្តណែនាំដល់អាជ្ញាធរត្រូវចុះអប់រំប្រជាពលរដ្ឋឲ្យបញ្ឈប់ការលក់ដូរលើចំណីផ្លូវដោយត្រូវលក់ដូរនៅក្នុងផ្ទះរៀងៗខ្លួនដើម្បីសណ្ដាប់ធ្នាប់ទីក្រុងនិងលើកកម្ពស់វប្បធម៌រស់នៅស្អាតទាំងអស់គ្នាឯកឧត្តមសុកលូលើកទឹកចិត្តប្រជាពលរដ្ឋលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សចូលរួមរាយការណ៍ករណីគ្រឿងញៀនកម្មវិធីទូរស័ព្ទដៃ App Notra ដែលជាមធ្យោបាយលឿនរហ័សសុវត្ថិភាពនិងរក្សាការសម្ងាត់ 100% ឯកឧត្តមអំពាវនាវដល់ប្រជាពលរដ្ឋត្រូវរួបរวมសាមគ្គីជឿជាក់លើរាជរដ្ឋាភិបាលមិនត្រូវជ្រួលច្របល់ទិញប្រេងឥន្ធនៈស្តុកទុកនោះទេព្រោះកម្ពុជានៅអាចនាំប្រេងចូលជាបន្តបន្ទាប់ខណៈពិភពលោកទាំងមូលកំពុងរងផលប៉ះពាល់ដោយសារវិបត្តិប្រេងមិនមែនមាននៅតែកម្ពុជានោះទេ